សម្រាប់បងប្អូនស្រីៗដែលមានបជ្រោយស្លាប់ច្រមុះដូចនៅក្នុងរូបមួយនេះបងប្អូនអរគ្នាកុំភ្លេចមើលឲ្យដល់ចប់អញ្ចឹងមុននឹងទៅនិយាយខ្ញុំនឹងមកសូមជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំអ៊ីហាំងសម្រាប់អ្នកដែលគាត់មានបជ្រោយនៅស្លាប់ច្រមុះគាត់គឺជាមនុស្សម្នាក់ដែលចូលចិត្តសិល្បៈមែនទែនមិនថាជាប្រភេទសិល្បៈអីទេតន្ត្រីចម្រៀងរបាំអក្សរសាស្ត្រអក្សរសិល្ប៍គំនូរសិល្បៈក្នុងការនិយាយសិល្បៈក្នុងការរស់នៅគឺគាត់ចូលចិត្តមែនទែនហើយគាត់ក៏ជាមនុស្សម្នាក់ដែលមានការតាំងចិត្តខ្ពស់នៅក្នុងការសិក្សារៀនសូត្រស្វែងរកអីដែលថ្មីមែនទែនឲ្យទៅជាប្រភេទការសិក្សាគឺគាត់ចូលចិត្តទាំងអស់នៅអីដែលគាត់ចង់ដឹងគឺគាត់នឹងស្វែងរកវាឲ្យបានតែម្ដងគាត់នឹងព្យាយាមធ្វើវាឲ្យអស់ពីសមត្ថភាពរបស់គាត់ហើយគាត់ក៏ជាមនុស្សម្នាក់ដែលមានអោរ៉ាមានភាពរីករាយនៅក្នុងខ្លួនជាមនុស្សដែលមើលមកគឺស្រស់ថ្លានៅក្នុងខ្លួនតែម្ដងជាមនុស្សដែលមានភាពរីករាយចេញពីក្នុងខ្លួនហើយចូលចិត្តសប្បាយមែនទែនចូលចិត្តញ៉ាំងបាយអាកាសឲ្យមនុស្សជុំវិញខ្លួនសប្បាយមែនទែនហើយអីដែលសំខាន់គាត់ជាមនុស្សម្នាក់ដែលគេហៅថាមានការប្រុងប្រយ័ត្នខ្ពស់គឺគាត់ធ្វើអីមួយគាត់មានការប្រុងប្រយ័ត្ននៅក្នុងជីវិតរបស់គាត់មែនទែនហើយចូលមកដល់ខ្សែជោគវាសនារបស់គាត់ណាគាត់គឺជាមនុស្សដែលពីក្មេងអត់សូវមានសំណាងដូចពេលចាស់ទេអាយុកាន់តែច្រើនសំណាងកាន់តែច្រើនហើយមានភាពឆ្លាតវៃមានភាពគេហៅថាចំណេះដឹងគាត់បទពិសោធន៍គាត់កាន់តែច្រើនគឺជីវិតគាត់កាន់តែល្អគឺគាត់សិក្សាពីជីវិតរបស់គាត់បានល្អមែនទែនមានសុភមង្គលនៅពេលដែលគាត់ចាស់ទៅហើយសម្រាប់គូជីវិតអ្នកដែលគាត់ទទួលបានគូជីវិតគឺនឹងទទួលបានមនុស្សដែលស្តៀងគាត់ការគិតដូចគាត់ចូលចិត្តធ្វើអីស្តៀងគាត់ចូលចិត្តរកអីដែលនិយាយមួយម៉ាត់ទៅគឺថាមនុស្សដូចគ្នាចូលចិត្តលុយចូលចិត្តរៀនចូលចិត្តអីថ្មីសិក្សាពីគ្នាអីថ្មីអាចនិយាយថាប្រភេទមនុស្សតែមួយហ្មងអញ្ចឹងសម្រាប់វីដេអូមួយនេះគឺខ្ញុំអស់អីនិយាយអីអញ្ចឹងអ្នកនរគ្នាកុំភ្លេច follow ខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីហើយខ្ញុំចង់ប្រាប់បងប្អូនទាំងគ្នាថាខ្ញុំបានបង្កើត account TikTok ថ្មីអញ្ចឹងអ្នកនរគ្នាកុំភ្លេចទៅមើលផងវាមានប្រភេទជា vlog ឬមួយក៏ជាប្រភេទដែលប្រចាំថ្ងៃរបស់ខ្ញុំសូម្បីតែនៅក្នុង page ហើយនឹង TikTok គឺខ្ញុំនឹងផុសដូចគ្នាហើយនៅក្នុង account នេះគឺខ្ញុំនឹងផុសជាប្រភេទ content អញ្ចឹងទាំងអស់ទាំង Facebook ហើយនឹង TikTok ដូចគ្នាដោយសារតែខ្ញុំចង់ប្របែក content ខ្ញុំអត់ចង់ឲ្យ audience របស់ខ្ញុំហ្នឹងគឺគាត់មើលទៅអញញ៉ៃពេកអញ្ចឹងអ្នកដែលគាត់មើលខាងនេះគឺគាត់អាចមើលខាងហ្នឹងបានហើយចង់មើលជាប្រភេទ vlog daily life influencer អញ្ចឹងណាជីវិតប្រចាំថ្ងៃរបស់ខ្ញុំអ្នកគ្នាអាចទៅមើលនៅក្នុង page ឬមកក៏ TikTok នេះបានអញ្ចឹងវីដេអូនេះអីនិយាយអរគុណច្រើនសម្រាប់ការតាមដានទស្សនាបាយបាយ